សួស្តីអ្នកទាំងអស់គ្នាឥឡូវថ្ងៃហ្នឹងយើងតជាមួយនឹងភាគទី6នេះចាអញ្ចឹងនៅត្រង់ចំណុចហ្នឹងគឺតួស្រីយើងកំពុងតែឆ្ពោះទៅរកតួប្រុសអញ្ចឹងណាតែចៃដន្យអីតួប្រុសកំពុងតែនិយាយជាមួយនឹងហ្វាងឡេដែលយើងដឹងហើយថាហ្វាងឡេហ្នឹងគឺជាប្អូនស្រីអតីតរបស់តួប្រុសអញ្ចឹងណាហើយស្របពេលហ្នឹងដែរតួស្រីទៅឃើញក៏មិនបានទៅកាត់ចង្វាក់អីដែរគ្រាន់តែផ្ញើសារទៅកាន់តួប្រុសថាចុះទៅក្រោមដើម្បីចាំតួប្រុសអញ្ចឹងណាហើយម្ដងពេលហ្នឹងតួប្រុសយើងក៏បានបើកសារហើយក៏ទៅប្រាប់ហ្វាងឡេថាចិត្តរៀបការជាមួយនឹងតួស្រីហើយក៏បានបង្ហាញចិញ្ចៀនរៀបការទៅកាន់ហ្វាងឡេពេលហ្នឹងហ្វាងឡេមានអារម្មណ៍ថាសឹកទឹកប៉ុនដែរអន់ចិត្តដែរអញ្ចឹងណាព្រោះពីមុនមកវាស្និទ្ធស្នាលមួយតួប្រុសខ្លាំងដែរហ្នឹងហើយអញ្ចឹងឥឡូវកាត់មកពេលព្រឹកឡើងតួស្រីហ្នឹងក៏បានមកធ្វើម្ហូបហើយស្របពេលហ្នឹងហ្វាងឡេហ្នឹងក៏មកធ្វើម្ហូបនៅត្រង់កន្លែងហ្នឹងដែរហើយចៃដន្យអីតួស្រីយើងមកនិយាយតិចដែរអញ្ចឹងណាហើយមិនដឹងជាតួស្រីយើងមានកម្រងការអីទេមិនចង់ស្និទ្ធស្នាលជាមួយនឹងហ្វាងឡេប៉ុន្តែតួស្រីយើងធ្វើជាមិនស្គាល់អីអញ្ចឹងណាថាហ្វាងឡេនឹងជាអ្នកគេក៏ធ្វើជាស្និទ្ធស្នាលនិយាយផ្សេងតំណែងអីផ្សេងជាមួយហ្វាងឡេអញ្ចឹងណាថានាងមករៀនធ្វើម្ហូបដែរឬអីអញ្ចឹងតើហើយឆ្លៀតពេលហ្នឹងតួស្រីយើងក៏អត់មានញញ៉ៃច្រើនទេគឺណែនាំខ្លួនតែម្ដងថាធ្លាប់ឃើញហ្វាងឡេហ្នឹងនៅក្រុមហ៊ុនម្ដងដែរអញ្ចឹងណាហើយខាងហ្វាងឡេហ្នឹងក៏ភ្ញាក់ផ្អើលថាឃើញពីអង្ការអីអញ្ចឹងនៅណាអញ្ចឹងណាហើយតួស្រីយើងស៊ូយ៉ានហ្នឹងក៏ធ្វើការតំណែងក៏ដូចជាណែនាំខ្លួនថានាងគឺជាស៊ូយ៉ានហើយហ្វាងឡេហ្នឹងក៏ថាខ្ញុំហ្វាងឡេអញ្ចឹងទៅហើយស៊ូយ៉ានតួស្រីយើងហ្នឹងក៏និយាយថាឥឡូវយើងអាចមានពេលវេលាផ្ទាល់ខ្លួនជួបជាមួយគ្នានិយាយឲ្យស៊ីជម្រៅជាងនឹងតិចបានដែរទេហើយហ្វាងឡេហ្នឹងក៏មិនទៅប្រកែកក៏មិនទៅបដិសេធដែរក៏អូខេតាមនឹងអញ្ចឹងណាឥឡូវមិនបងអង្គយូរទេហ្វាងឡេហើយនឹងស៊ូយ៉ានយើងក៏បានជួបគ្នាញ៉ាំអាហារហើយនិយាយជាមួយគ្នាមួយទល់នឹងមួយតែម្ដងហើយពេលហើយហ្វាងឡេហ្នឹងគេក៏និយាយរៀបរាប់ពីអតីតកាលរបស់គេជាមួយតួប្រុសជាមួយហូមីងនឹងអញ្ចឹងណាថាពីមុនមកតួប្រុសហ្នឹងគឺបាន take care គេខ្លាំងមែនតើមិនថានៅផ្ទះមិនថានៅសាលារៀនគ្រប់ពេលវេលាហ្មងហើយតួស្រីយើងហ្នឹងគឺអត់មានខ្វល់អត់មានឈឺក្បាលវិលមុខអីទេគឺធម្មតាតែម្ដងហើយតួស្រីស៊ូយ៉ានយើងក៏បានតបវិញថាវាជារឿងធម្មតាទេដែលបងប្រុស take care ប្អូនស្រីអត់មានអីគួរឲ្យចម្លែកទេរីឯហ្វាងឡេអានេះវិញក៏មិនព្រមឈប់ដំណឹងដែរនៅតែបន្តទៀតអញ្ចឹងណាថាឥឡូវហ្នឹងគឺនាងបានចាប់ផ្ដើមធ្វើការនៅជានដាគ្រប់ជាមួយនឹងតួប្រុសនឹងឯងហើយចំណែកឯតំណែងទូនីតិផ្សេងៗរបស់នាងហ្នឹងគឺសុទ្ធសឹងតែហូមីងតួប្រុសជាអ្នករៀបចំឲ្យនាងទាំងអស់នាងគ្រាន់តែចូលធ្វើការតែប៉ុណ្ណោះចំណែកឯតួស្រីរបស់យើងហ្នឹងអត់មានខ្វាយខ្វល់អីទាំងអស់ញញឹមឲ្យតបទៅកាន់ហ្វាងឡេវិញថាត្រូវតែខិតខំប្រឹងប្រែងធ្វើការងារឲ្យបានល្អដើម្បីកុំឲ្យបង្កការលំបាកទៅកាន់ហូមីងតួប្រុសរបស់យើងនៅបន្ថែមទៀតហ្វាងឡេហ្នឹងក៏ធ្វើមកឌឺហើយសំខាន់នាងនិយាយថានាងសប្បាយចិត្តណាស់ដែលឃើញហូមីងហ្នឹងបានរៀបការជាមួយនឹងមនុស្សស្រីដែលស្អាតឆ្លាតចឹងណាហើយនាងក៏ចូលរួមសប្បាយរីករាយជាមួយតួប្រុសដែរហើយហ្វាងឡេក៏បានបន្ថែមទៀតថាលើកហ្នឹងគឺជាលើកដំបូងដែលនាងចូលរួមពិធីមង្គលការហ្វាងឡេហ្នឹងក៏និយាយថាបើសិនជាខ្ញុំសុំធ្វើជាអ្នកកូនកំដរកូនក្រមុំអត់អីណាតួស្រីនឹងក៏ងើបមកឡើងហើយញញឹមហើយក៏មិនបានទៅប្រកែកអីដែរក៏និយាយថាអូខេនឹងអាចធ្វើជាកូនកំដររបស់នាងបានឥឡូវនេះកាន់មកដល់ថ្ងៃពិសេសដែលស៊ូយ៉ានរបស់យើងតឹងរងចាំដើម្បីរៀបការជាមួយហូមីងតួប្រុសរបស់យើងហ្នឹងក៏បានមកដល់ងាកមកមើលសម្រាប់កូនក្រមុំស៊ូយ៉ានរបស់យើងវិញគឺថាស្រស់ស្អាតគួរឲ្យស្រឡាញ់ដែលធ្វើឲ្យកូនកំដរហូមីងរបស់យើងហ្នឹងគឺថាផ្លឹកទៅកាន់នាងមិនដាក់ភ្នែកទេហើយសម្លឹងមើលទៅកាន់ស៊ូយ៉ានកូនកំមុំបដាញញឹមបដាអញ្ចឹងណាហើយបើមើលសម្រាប់កូនកំមុំយើងពីចម្ងាយគឺរត់តែស្រស់ស្អាតគួរឲ្យស្រឡាញ់តែម្ដងចំណែកឯតួប្រុសវិញគឺញញឹមចាំទទួលនឹងឯងឥឡូវគឺគេដល់វគ្គដែលតួស្រីរបស់យើងហ្នឹងកូនកំមុំហ្នឹងគឺដើរឆ្ពោះទៅកាន់តួប្រុសចំណែកឯតួប្រុសគឺចាំទទួលកូនក្រមុំចំណែកឯភ្ញៀវកិត្តិយសវិញក៏អបអរសាទរទះដៃសម្លឹងមើលទៅកាន់តួប្រុសតួស្រីរបស់យើងអញ្ចឹងណាមកមើលហ្វាងឡេអានេះវិញគឺថាញញឹមតែបង្ខំតែម្ដងមិនដឹងថាក្នុងចិត្តហ្នឹងខាងតួស្រីប៉ុណ្ណាទេដែលឃើញនាងកំពុងតែរៀបការជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់ដែរអញ្ចឹងណាចំណែកឪពុកម្ដាយរបស់តួប្រុសតួស្រីរបស់យើងហ្នឹងគឺថាញញឹមមិនបត់មិនចិត្តទេដែលឃើញកូនខ្លួនឯងហ្នឹងបានរៀបការមានសុភមង្គលឥឡូវហ្នឹងក៏ដល់វគ្គដែលកូនកំមុំកូនកំលោះហ្នឹងត្រូវពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមកហើយឥឡូវហ្នឹងគឺដល់វគ្គដែលកូនកំលោះពាក់ចិញ្ចៀនឲ្យកូនកំមុំចំណែកឯកូនកំមុំហ្នឹងញញឹមហើយសប្បាយក្នុងចិត្តតួស្រីរបស់យើងហ្នឹងមិនដឹងជាសប្បាយរីករាយប៉ុណ្ណារំភើបយ៉ាងណាទេពីព្រោះតាំងពីដើមមកយើងដឹងហើយថាតួស្រីរបស់យើងហ្នឹងគឺមិនសូវទទួលបានក្តីស្រឡាញ់ដល់ពិតប្រាកដឬមួយក៏ក្តីស្រឡាញ់ដែរចេញពីចិត្តពីនរណាម្នាក់ដែលស្រឡាញ់ទៅកាន់នាងទេអញ្ចឹងនេះគឺជាលើកទី1ហើយដែលនាងទទួលបានក្តីស្រឡាញ់ហើយឥឡូវហ្នឹងក៏ដល់វគ្គតួស្រីរបស់យើងពាក់ចិញ្ចៀនឲ្យកូនកំលោះដែលជាតួប្រុសរបស់យើងនឹងវិញម្ដងចំណែកឯភ្ញៀវកិត្តិយសវិញក៏អបអរសាទរទះដៃទៅកាន់កូនកំលោះកូនកំមុំចំណែកឯកូនកំលោះកូនកំមុំយើងហ្នឹងក៏ថាប់គ្នាតែម្ដងអញ្ចឹងណាហើយងាកមកមើលហ្វាងឡេនេះវិញគឺថាក្នុងចិត្តហ្នឹងមិនដឹងឈឺចិត្តស្អិតទ្រូងប៉ុណ្ណាទេដែលឃើញកូនកំលោះកូនកំមុំគេស្រឡាញ់គ្នាថាប់គ្នាលើឆាកនៅចំពោះមុខភ្ញៀវកិត្តិយសឥឡូវហ្នឹងក៏ដល់កម្មវិធីដែលកូនកំលោះកូនកំមុំហ្នឹងស្វាគមន៍ទៅកាន់ភ្ញៀវកិត្តិយសដែលបានចូលរួមក៏ដូចជាណែនាំខ្លួនផ្សេងៗអញ្ចឹងណាហើយចៃដន្យអីឪពុករបស់មិត្តភ័ក្តិតួស្រីហ្នឹងដែលលោកហ្នឹងគឺជាឪពុករបស់មិត្តភ័ក្តិរបស់តួស្រីហ្នឹងឯងហើយគាត់ហ្នឹងតួស្រីបានយកអត្តសញ្ញាណរបស់គាត់ហ្នឹងទៅធ្វើជាអត្តសញ្ញាណរបស់ឪពុកខ្លាំងៗរបស់តួស្រីយើងទៀតអញ្ចឹង
ពេលដែលគាត់ឆ្លងកាត់កន្លែងពិធីមង្គលការហ្នឹងក៏ឃើញថាទូស័យស៊ូយ៉ានហ្នឹងគឺជាមិត្តភក្តិរបស់កូនគាត់ហើយក៏ឆ្លៀតមើលរូបបន្តិចហើយក៏ឃើញស៊ូយ៉ានហ្នឹងនៅនឹងតែម្ដងទៅមិនបងអង្គយូរទេលោកសាស្ត្រាចារ្យហ្នឹងក៏បានហៅស៊ូយ៉ានកូនកំមុំអញ្ចឹងណាហៅស៊ូយ៉ានហើយស៊ូយ៉ានហ្នឹងក៏បានមកទទួលនិយាយជាមួយគ្នាហើយស៊ូយ៉ានហ្នឹងក៏សួរថាចាមិត្តភក្តិរបស់គាត់ហ្នឹងបានមកអត់ហើយទៅណាដែរអញ្ចឹងណាហើយចំណែកលោកសាស្ត្រាចារ្យក៏ឆ្លើយថាកូនស្រីរបស់គាត់ហ្នឹងរវល់ជាមួយការសិក្សាការរៀនច្រើនណាស់ហើយទូស្រីហ្នឹងក៏ថានាងនឹងមានកាដូតិចតួចសម្រាប់ជូនចាមិត្តភក្តិរបស់គាត់ហើយស្របពេលហ្នឹងទូប្រុសយើងក៏បានមកដល់ជាមួយនឹងឪពុកម្ដាយទាំងសងខាងមកជុំគ្នាតែម្ដងហើយស៊ូយ៉ានពេលហ្នឹងមិនដឹងជាភ័យមិនទេបើមកទាំងសងខាងហើយសំខាន់ឪពុកម្ដាយខ្លាំងខ្លាយក៏នៅហ្នឹងហើយតាក់សញ្ញាណរបស់ឪពុកខ្លាំងខ្លាយហ្នឹងគឺជាលោកសាស្ត្រាចារ្យនឹងឯងប៉ុន្តែពេលហ្នឹងហើយស៊ូយ៉ានក៏មិនដឹងថាដោះស្រាយមិនទេមានតែណែនាំខ្លួននឹងឯងស៊ូយ៉ានហ្នឹងក៏កំពុងតែដោះស្រាយពិបាកផងហើយចំណែកឪពុកខ្លាយរបស់ស៊ូយ៉ានហ្នឹងទៅហៅលោកសាស្ត្រាចារ្យហ្នឹងចូលរួមក្នុងកម្មវិធីទៀតនិយាយពីថាស៊ូយ៉ានហ្នឹងគ្នាអើយមិនដឹងថាគិតអ្ម៉េចបានគាត់ធ្វើអញ្ចឹងណាក៏លួចសម្លឹងទៅកាន់ឪពុករបស់គាត់ដែរឪពុកខ្លាំងខ្លាយអញ្ចឹងណាហើយឪពុកម្ដាយសងខាងហ្នឹងក៏ហៅលោកសាស្ត្រាចារ្យនឹងចូលទៅក្នុងកម្មវិធីនិយាយគ្នាជជែកពីនេះពីនោះតែម្ដងទៅចំណែកទូស្រីរបស់យើងស៊ូយ៉ាននឹងអើយគ្នាទាំងភ័យផងទាំងបារម្ភផងមិនដឹងថាទៅដល់ហ្នឹងគាត់ស្គាល់គ្នាឬមួយក៏មិនចឹងចេះតែបារម្ភហើយឥឡូវចូលមកកាន់កម្មវិធីតែម្ដងគឺថាកូនកំឡុងកូនកំមុំយើងហ្នឹងក៏បានទៅស្វាគមន៍ភ្ញៀវកិត្តិយសនៅតាមតុផ្សេងៗអញ្ចឹងទៅហើយក៏បានសួរសុខទុក្ខណែនាំទៅដល់នឹងមិត្តភ័ក្តិទៅកាន់ទូស្រីរបស់យើងដែរអញ្ចឹងណាបើងាកទៅមើលហ្វាំងឡៃនេះវិញយកមកមាត់មិនធម្មតាដែរហ្នឹងណាធ្វើមើលខ្លួនឯងកូនកំមុំអញ្ចឹងហើយស្អាតតែនិយាយថាទូស្រីរបស់យើងហ្នឹងផឹកអត់សូវបានអីចឹងទុកឲ្យនាងជាអ្នកនឹងផឹកចំនួនទទួលកៅចំនួនចំណែកស៊ូយ៉ានកូនកំមុំរបស់យើងហ្នឹងក៏បានទៅខ្វាយខ្វល់ឲ្យដែរពីព្រោះនាងរវល់តែគិតរឿងលោកសាស្ត្រាចារ្យហើយនឹងឪពុកខ្លាំងខ្លាយរបស់យើងហ្នឹងនិយាយអីដែលធ្វើឲ្យបាយការដល់រឿងរបស់នាងអញ្ចឹងណាព្រោះតម្រាំតែទូស្រីរបស់យើងដល់ចំណុចហ្នឹងគឺនាងលំបាកខ្លាំងអញ្ចឹងនាងតែសម្លឹងមើលទៅកាន់ឪពុកម្ដាយរបស់ខ្លួនឯងក៏ដូចជាទៅកាន់លោកសាស្ត្រាចារ្យអញ្ចឹងតួផងពេលឃើញអញ្ចឹងទៅក៏និយាយទៅកាន់ទូស្រីថាបើសិនជានេះអូនអាចទៅហើយចុះដល់នេះស៊ូយ៉ាហ្នឹងទៅចឹងពេលដែលឪពុកម្ដាយរបស់តួប្រុសហ្នឹងសួរសំណួរទៅកាន់លោកសាស្ត្រាចារ្យហ្នឹងថាឪពុកម្ដាយរបស់ស៊ូយ៉ាហ្នឹងក៏ធ្វើការផ្នែកហ្នឹងដែរថាតើលោកទាំងពីរនឹងស្គាល់គ្នាអត់ចឹងណាហើយស៊ូយ៉ាហ្នឹងក៏បានទៅកាត់ចង្វាក់ចំពេលតែម្ដងហើយក្នុងស្ថានភាពហ្នឹងក៏រៀងគ្រោះថ្នាក់ដែរស៊ូយ៉ានមិនបង្អង់យូរទេក៏ផ្ដល់សញ្ញាទៅកាន់ម្ដាយខ្លាំងខ្លាយហ្នឹងចឹងណាហើយម្ដាយខ្លាំងខ្លាយរបស់គាត់ហ្នឹងក៏បានរុញឪពុកខ្លាំងខ្លាយហ្នឹងហើយបន្ទាប់មកក៏កពុបសារទៅលើលោកសាស្ត្រាចារ្យហ្នឹងតែម្ដងទៅហើយលោកសាស្ត្រាចារ្យហ្នឹងក៏អត់បាននៅបន្តទៀតដែរក៏ត្រូវទៅផ្លាស់ខោអាវតែម្ដងទៅចំណែកឯស៊ូយ៉ានរបស់យើងហ្នឹងក៏បានរួចខ្លួនតែម្ដងទៅបន្ទាប់ពីរៀបចំកម្មវិធីក៏ដូចជាចាប់សពគ្រប់ហើយកូនកំឡុងកូនកំមុំក៏ដូចជាទូប្រុសទូស្រីរបស់យើងហ្នឹងក៏ដល់ពេលវេលារាត្រីទឹកខ្មុំវិញម្ដងដែលកូនកំឡុងកូនកំមុំគ្រប់គ្រូគួរតែបាននៅជាមួយគ្នានិយាយគ្នាឬមួយអីផ្សេងទៀតចឹងណាហើយចំណែកឯទូស្រីរបស់យើងស៊ូយ៉ានហ្នឹងក៏បានកេងលក់មុនបាត់ទៅហើយចំណែកឯហូមីងហ្នឹងក៏រៀបនឹងកេងដែរតែបែរជាទទួលបានសារមួយពីហ្វាំងឡៃអញ្ចឹងណាដែលភ្ជាប់មកជាមួយថានាងចាំលោកនៅអាងហើយទឹកចំណែកឯទូប្រងនេះវិញឃើញសារហើយក៏គ្រាន់តែអានហើយក៏មិនបានចាប់អារម្មណ៍អីដែរហើយលោកហ្នឹងក៏ទុកទូរស័ព្ទចោលហ្នឹងទៅក៏ថាហូរៀបនឹងកេងដែរហើយស្រាប់តែលើសម្លេងសារម្ដងទៀតរបស់ហ្វាំងឡៃហ្នឹងហើយភ្ជាប់ជាមួយនឹងរូបថតមួយសន្លឹកថែមទៀតអញ្ចឹងណាដែលក្នុងនោះហ្វាំងឡៃហ្នឹងនិយាយថាលោកជឿអត់ថាមនុស្សស្រីម្នាក់ដែលសបងហើយអាចងាយនឹងដួលចំណែកឯហូមីងនេះវិញមើលឃើញចឹងហើយក៏ងាកទៅមើលទូស្រីរបស់យើងនឹងឃើញថាស៊ូយ៉ានរបស់យើងនឹងកេងលក់ទៅហើយក៏ចុះមកហ្វាំងឡៃនេះដដែលបាននិយាយពីចំណុចហ្នឹងវិញបើទោះបីជាទូប្រុសទូស្រីរបស់យើងនឹងបាននៅមួយគ្នាមុនក៏ដោយប៉ុន្តែថ្ងៃពិសេសអញ្ចឹងគួរណាស់តែបាននៅមួយគ្នាមិនគួរណាទូប្រុសយើងនឹងទៅជួបអ្នកផ្សេងអ្នកទី3ទៀតអញ្ចឹងក៏មានអារម្មណ៍ថាឈឺចិត្តដែរចំណែកឯហូមីងហ្នឹងមកដល់អាងហើយទឹកហ្នឹងក៏បានប្រាប់ហ្វាំងឡៃហ្នឹងថាឲ្យស្លៀកក្អាងហើយឡើងមកលើមកចំណែកឯហ្វាំងឡៃហ្នឹងក៏បានតបទៅវិញថានាងហ្នឹងអត់ចង់ឡើងទៅលើទេចង់នៅមួយទឹកបន្តទៀតអញ្ចឹងណាហើយទូប្រុសហ្នឹងក៏អត់ខ្វល់ក៏ដើរចេញហើយហ្វាំងឡៃហ្នឹងក៏បានដាក់មកពីប្រហែលទៀតថាអញ្ចឹងលោកចង់ឲ្យនាងហ្នឹងលងទឹកស្លាប់ដូចជាបងស្រីរបស់នាងមែនចំណែកឯហូមីងតួប្រុសរបស់យើងហ្នឹងក៏នៅស្ងៀមមិនតបតអីដែរហើយបើកលេចទៅមើលស៊ូយ៉ានកូនកំមុំរបស់យើងហ្នឹងក៏នៅតែម្នាក់អាងខាងលើលួចមើលពីខាងលើអញ្ចឹងណាមើលទៅក៏គួរឲ្យសែតដែរហើយចំណែកឯហូមីងតួប្រុសរបស់យើងហ្នឹងក៏បាននិយាយទៅកាន់ហ្វាំងឡៃវិញថាមិនបាននិយាយមិនឲ្យនាងនិយាយពាក្យដែលមិនល្អនៅក្នុងថ្ងៃមង្គលការរបស់លោកអញ្ចឹងណាហើយចំណែកឯហ្វាំងឡៃនេះវិញក៏មិនខ្វល់ដែរហើយក៏បាននិយាយទៅកាន់តួប្រុសថានាងនឹងស្រឡាញ់ហូមីងតួប្រុសនឹងខ្លាំងណាស់ហើយតួប្រុសនឹងក៏មិនខ្វល់ដែរហើយក៏បកត្រឡប់មកបន្ទប់វិញហើយឥឡូវកាន់មកដល់ពេលព្រឹកវិញ
ទូប្រទូស្រីរបស់យើងហ្នឹងក៏បានទៅជួបជាមួយនឹងហ្វាំងលីហើយសំខាន់ហ្វាំងលីហ្នឹងក៏បានលើដងផ្លែផ្កាដែរថាយកមិញហ្នឹងនាងបានរំខានអីទៅកាន់ទូប្រទូស្រីអីអត់ហើយសំខាន់ទូប្រឆ្លើយមួយម៉ាត់យ៉ាងខ្លីថាអត់មានទេហើយពេលហ្នឹងទូប្រហ្នឹងក៏ឲ្យទូស្រីយើងស៊ូយ៉ានហ្នឹងឲ្យនិយាយជាមួយហ្វាំងលីសិនទៅលោកមានការទៅខាងក្រៅបន្តិចចឹងណាហើយងាកមកមើលហ្វាំងលីហើយនឹងស៊ូយ៉ានណាវិញហ្វាំងលីហ្នឹងក៏បាននិយាយឬដងទៅកាន់ស៊ូយ៉ានរបស់យើងថាឬថាហូមីងទូប្រហ្នឹងនាំទូស្រីហ្នឹងទៅកន្លែង honeymoon ហើយសំខាន់ទីកន្លែងដែល honeymoon តួប្រុសនាំហ្នឹងគឺពីមុនមកគឺហូមីងហ្នឹងធ្លាប់ហើយក៏តែនាំហ្វាំងលីហ្នឹងទៅជាញឹកញាប់អញ្ចឹងណាហើយចំណែកឯទូស្រីឯនេះមិនខ្វល់អីទេហើយស៊ូយ៉ានរបស់យើងហ្នឹងក៏បានតបទៅកាន់ហ្វាំងលីហ្នឹងថាចឹងទីកន្លែងដែលនាងធ្លាប់ទៅជាមួយហូមីងដែលហូមីងធ្លាប់នាំទៅហ្នឹងជួយផ្ញើទីតាំងឲ្យនាងផងចំណែកងាកមកមើលហ្វាំងលីឯនេះវិញមិនដឹងជិះតបតមិនទេខឹងសម្បើមហើយឥឡូវនេះក៏ដល់វគ្គដែលទូប្រុសទូស្រីរបស់យើងនឹងបានទៅ honeymoon គ្រប់កន្លែងចឹងណាទីកន្លែងដែលគេបាន set គោលដៅហ្នឹងបើទោះបីជាពួកគេថ្ងៃផ្សំតនេហ្នឹងបានផ្សំតនេក៏ដោយតែក៏បានទៅ honeymoon sweet មួយគ្នាដែរហើយបន្ទាប់ពីមកពី honeymoon វិញងាកមកមើលលោកយាយឯនេះវិញក៏អង្គុយចាំចៅពីព្រោះទូស្រីថាបន្ទាប់ពីនាងរៀបការហើយនឹងនាំទូប្រុសម្លេងលោកយាយជំរាបសួរលោកយាយចឹងណាចំណែកឯលោកយាយនេះនៅពេលដែលឃើញស៊ូយ៉ានមកជាមួយនឹងកូនកំឡោះក៏ដូចជាហូមីងឯនេះវិញរំភើបហើយក៏ទៅអោបចៅស្រីព្រោះយើងដឹងហើយថាស៊ូយ៉ានហ្នឹងគឺមានតែយាយតែម្នាក់ហើយចំណែកលោកយាយហ្នឹងក៏មានចៅស្រីសម្រាប់ចិត្តហ្នឹងតែម្នាក់ដែរអញ្ចឹងណាហើយសំខាន់លោកយាយហ្នឹងបាននិយាយថាមិនបានស៊ូយ៉ានចៅរបស់គាត់ហ្នឹងឥឡូវស្គមជាងមុនម៉ាហើយចំណែកឯស៊ូយ៉ានហ្នឹងក៏បាននិយាយអីដែរក៏បានណែនាំទូប្រុសទៅកាន់លោកយាយថានេះគឺជាស្វាមីរបស់នាងអញ្ចឹងណាចំណែកឯលោកយាយនៅពេលដែលឃើញហូមីងស្រស់ស្អាតសង្ហាអញ្ចឹងក៏រំភើបហើយឯហូមីងឯនេះវិញក៏បាននិយាយជំរាបសួរតំណែងតំណងសួរសុខទុក្ខលោកយាយហើយភ្ជាប់ជាមួយនឹងកាដូទិញផ្ញើលោកយាយក៏ដូចជាកាដូថ្ងៃមង្គលការដែលលោកយាយក៏បានទៅចូលរួមអញ្ចឹងណាហើយចំណែកឯលោកយាយដែលវិញងាកទៅមើលចៅហើយក៏រំភើបក៏បានគិតក្នុងចិត្តថាសង្ឃឹមថាទូប្រុសរបស់យើងហូមីងនឹងស្រឡាញ់ទូស្រីរបស់យើងនឹងដោយចិត្តស្មោះហើយបន្ទាប់មកពួកគាត់ទាំង3នាក់ហ្នឹងក៏បាននាំគ្នាចូលទៅក្នុងផ្ទះរបស់លោកយាយហើយពេលហ្នឹងលោកយាយហ្នឹងក៏បានធ្វើម្ហូបសម្រាប់អ្នកទាំងពីរហើយទូប្រុសហ្នឹងក៏បានទៅនិយាយស្និទ្ធស្នាលជាមួយនឹងលោកយាយហើយចំពេលដែលទូស្រីហ្នឹងកំពុងតែរៀបចំហើយក៏លើសំឡេងអ្នកទាំងពីរហ្នឹងនិយាយជាមួយគ្នាអញ្ចឹងណាហើយទូស្រីរបស់យើងហ្នឹងខ្លាចបែកការខ្លាចទូប្រុសរបស់យើងហ្នឹងសួររឿងផ្សេងដែលតាក់ទងជាមួយនឹងទូស្រីក៏ដូចជារឿងឪពុកម្ដាយនិងរឿងអតីតកាលរបស់នាងអញ្ចឹងណាក៏ចូលទៅកាត់ចំពេលដែលលោកយាយហ្នឹងនិយាយជាមួយនឹងទូប្រុសនឹងឯងហើយបន្ទាប់មកទូប្រុសយើងហ្នឹងក៏បានមកជាមួយនឹងទូស្រីដើម្បីដាក់ទីតាំងសុំរូបថតនឹងឯងចំណែកឯទូស្រីឯនេះវិញក៏មានអារម្មណ៍ថានាងរៀងស្ងាត់ស្ងត់ចិត្តដែរតែតែមានរឿងលាក់ក្នុងចិត្តអតីតកាលក៏ដូចជាអាចកំបាំងទៅកាន់ទូប្រុសរបស់យើងហូមីងហ្នឹងក៏ដូចជាលាក់ទៅកាន់លោកយាយរឿងមួយចំនួនដែរអញ្ចឹងណាហើយងាកមកមើលស៊ូយ៉ានហើយនឹងលោកយាយណាវិញស៊ូយ៉ានក៏បានកាត់កញ្ចក់បាយឲ្យលោកយាយក៏និយាយគ្នាមិនដើមចំណែកឯលោកយាយណាវិញក៏មានរឿងប្រាប់ទៅកាន់ស៊ូយ៉ានហ្នឹងថាឪពុករបស់ស៊ូយ៉ានហ្នឹងកំពុងតែមានជំងឺធ្ងន់ដូចជាជំងឺមហារីកអញ្ចឹងណាហើយឥឡូវហ្នឹងគឺឪពុករបស់ស៊ូយ៉ានហ្នឹងត្រូវការព្យាបាលជាបន្ទាន់ដែរហើយចំណែកឯស៊ូយ៉ាននេះវិញនៅស្ងៀមក៏អត់និយាយអីដែរងាកមកមើលហូមីងទូប្រុសរបស់យើងហើយនឹងលោកយាយឯនេះវិញម្ដងហើយលោកយាយហ្នឹងក៏បាននិយាយទៅកាន់ហូមីងរឿងមួយចំនួនដែរថាឲ្យចេះថែទាំក៏ដូចជាស្រឡាញ់ស៊ូយ៉ានដោយចិត្តស្មោះចឹងណាហើយលោកយាយហ្នឹងក៏បានសុំរឿងមួយយ៉ាងទៅកាន់ហូមីងហ្នឹងថាបើថ្ងៃណាមួយស៊ូយ៉ានមានកំហុសលើកលែងទោសឲ្យនាងផងពីព្រោះពេលខ្លះអ្វីដែលនាងធ្វើគឺសុទ្ធតែជារឿងមានហេតុផលឬមួយក៏ជារឿងដែលពិបាកនឹងប្រាប់ដូច្នេះសូមហូមីងលើកលែងទោសឲ្យនាងស្រឡាញ់នាងហើយលោកយាយសុំតែប៉ុណ្ណឹងទេលើកាត់បាត់ដល់ពេលព្រឹកវិញម្ដងដែលឪពុករបស់ស៊ូយ៉ានហ្នឹងបានបើកទ្វារហើយក៏ឃើញស្រាមសម្បត្តិនៅមុខទ្វារហ្នឹងមួយតែម្ដងហើយសំខាន់នៅក្នុងស្រាមសម្បត្តិហ្នឹងគឺជាកាតធនាគារអញ្ចឹងណាហើយគាត់ក៏បានកលែកមើលឆ្វេងស្ដាំនៅជំនាញបន្ទប់នឹងចឹងណាថាណាគេជាអ្នកយកសំសបុតក៏ដូចជាការធនាគារនឹងយកមកឲ្យគាត់ហើយភ្ជាប់ជាមួយនឹងសបុតមួយថានេះគឺសម្រាប់ការព្យាបាលហើយចំណែកឯ password អីផ្សេងៗហ្នឹងគឺក្នុងហ្នឹងគឺដាក់ថ្ងៃកំណើតរបស់លីនដែលជាកូនស្រីរបស់គាត់ហ្នឹងដែលត្រូវជាបងស្រីរបស់ស៊ូយ៉ានទូស្រីរបស់យើងនឹងចឹងណាហើយឪពុកហ្នឹងក៏ឆ្ងល់ហើយប្រហែលជាគិតថាជាស៊ូយ៉ាននឹងឯងចូលមកដល់ស៊ូយ៉ាននៅហូមីងឯនេះម្ដងដែលហូមីងហ្នឹងក៏បាននាំស៊ូយ៉ានហ្នឹងទៅដើរលេងនៅម្ដុំទីក្រុងចាងជើហ្នឹងហើយបន្ទាប់មកក៏ដល់កន្លែងមួយហ្នឹងហើយហូមីងរបស់យើងហ្នឹងក៏បានប្រាប់ឲ្យទូស្រីស៊ូយ៉ានហ្នឹងថាដើរមើលម្ដុំហ្នឹងសិនទៅថាស្រឡាញ់អត់ហើយចំណែកកន្លែងហ្នឹងគឺជាកន្លែងគេហៅថាលំហែកាយអញ្ចឹងទៅ
ចំណែកស៊ូយ៉ានអាណាវិញក៏បាននិយាយថាកន្លែងហ្នឹងគឺស័ក្តិសមជាកន្លែងដែលអង្គុយកំសាន្តលំហែកាយថ្ងៃសម្រាប់អីផ្សេងៗចឹងទៅហើយសំខាន់ក៏ជាទីកន្លែងក្នុងក្តីសម័យរបស់នាងដែរអញ្ចឹងណាហើយទូប្ររបស់យើងហ្នឹងក៏បាននាំស៊ូយ៉ានហ្នឹងឡើងមកខាងលើម្ដងហើយម្លងពេលហ្នឹងស៊ូយ៉ានហ្នឹងក៏បានទៅឃើញកន្លែងឈើហ្នឹងកន្លែងហ្នឹងគេវាស់កម្ពស់អញ្ចឹងណាហើយស៊ូយ៉ានហ្នឹងក៏បាននឹកឃើញពីអតីតកាលរបស់នាងកាលពីក្មេងដែលនាងឃើញឪពុកម្ដាយរបស់នាងហ្នឹងបានធ្វើការវាស់កម្ពស់បងស្រីរបស់នាងចំណែកឯនាងវិញបានត្រឹមតែលួចមើលពីជាអតីតកាលដ៏ឈឺចាប់របស់នាងមួយដែរដែលនាងចង់ចាំទុកអញ្ចឹងព្រោះយើងដឹងថាស៊ូយៀនកាលនាងនៅពីទូចហ្នឹងតែងតែត្រូវបានឪពុកម្ដាយរបស់នាងហ្នឹងមើលម្លងត្រូវបានឪពុកម្ដាយរបស់នាងហ្នឹងទុកចោលហើយស្រឡាញ់បងស្រីរបស់នាងហ្នឹងខ្លាំងជាងអញ្ចឹងណានិយាយទៅអត់មានយកចិត្តទុកដាក់ជាមួយនឹងស៊ូយៀនអីបន្តិចសោះហ្មងអញ្ចឹងធ្វើឲ្យនាងមានអារម្មណ៍ថានាងឈឺចាប់ហើយក៏ចងចាំរឿងអតីតកាលមួយរបស់នាងអញ្ចឹងហើយចំណែកឯតួប្រុសហ្នឹងមិនដឹងថាស៊ើបសួរនៅណាទេបានដាក់កន្លែងហ្នឹងដើម្បីឲ្យតួស្រីហ្នឹងចងចាំកន្លែងហ្នឹងហើយធ្វើឲ្យតួស្រីហ្នឹងប៉ះពាល់អារម្មណ៍ដែរហើយពេលហ្នឹងតួប្រុសរបស់យើងហ្នឹងក៏បានលួងលោមតួស្រីរបស់យើងហើយក៏បានយកក្រាមហ្នឹងទៅបោះកម្ពស់ឲ្យនាងដើម្បីឲ្យនាងរំលឹកពីអតីតកាលដែលនាងអត់បានធ្វើអញ្ចឹងណាហើយតួស្រីឯនេះវិញគឺថារំភើបហើយអត់នឹកស្មានថាមានមនុស្សម្នាក់ដែលអាចស្រឡាញ់នាងថែទាំនាងហើយយល់ពីចិត្តរបស់នាងអញ្ចឹងណាហើយពេលហ្នឹងស៊ូយៀនតួស្រីរបស់យើងហ្នឹងក៏បានសម្លឹងមើលទៅមុខហូមេងដែលជាតួប្រុសរបស់យើងហ្នឹងដោយក្តីស្រឡាញ់អញ្ចឹងណាចំណែកឯហូមេងឯនេះវិញក៏បានសរសេរថ្ងៃខែរបស់គាត់ហ្នឹងដែលបានវាស់កម្ពស់សម្រាប់តួស្រីនឹងឯងចំណែកឯតួស្រីឯនេះវិញក្នុងចិត្តវិញក៏ដកដួលរំភើបហើយយកបន្តិចអីបន្តិចហើយចំណែកហូមេងតួប្រុសរបស់យើងហ្នឹងក៏បានយកក្រាមហ្នឹងទៅគូហូបនៅលើជញ្ជាំងចិត្តកន្លែងដែរតួស្រីរបស់យើងហ្នឹងវាស់កម្ពស់នឹងឯងហើយចំណែកឯវត្ថុកតាហ្នឹងគឺសំដៅទៅលើស៊ូយៀនដែលជាតួស្រីរបស់យើងនឹងឯងដែលធ្វើឲ្យស៊ូយៀនហ្នឹងញញឹមបិទមាត់មិនចិត្តទេព្រោះយើងដឹងហើយណាថាម្នាក់ទំមទៅហងដែលខ្លួនឯងត្រូវចិត្តទំមទៅហងមនុស្សដែលខ្លួនឯងស្រឡាញ់ហ្នឹងគឺមិនងាយទេហើយតើតើនឹងស៊ូយៀនទៀតនាងធ្លាប់ជួបការដែលត្រូវបានគេបោះបង់ចោលហ្នឹងគឺវាឆ្អែតឆ្អំទៅហើយអញ្ចឹងនៅពេលដែលតួប្រុសយកចិត្តទុកដាក់ស្រឡាញ់យល់ពីនាងហើយរំលឹកពីអ្វីដែលនាងមិនធ្លាប់ធ្វើពីមុនហ្នឹងថាតើស៊ូយៀនហ្នឹងគឺនាងរំភើបក៏ដូចជាស្រឡាញ់ហូមីងហ្នឹងប៉ុណ្ណាទៅអញ្ចឹងណាហើយចូលមកដល់វគ្គហ្នឹងវិញគឺពួកគេក៏បានស្វីតជាមួយគ្នាតែម្ដងអត់មានបង្អង់យូរទេអញ្ចឹងសម្រាប់ភាគទី6ហ្នឹងគឺស្លេះតែធំហ្នឹងជួបគ្នានៅវីដេអូក្រោយ